សហការីលោកយូសុធិរិទ្ធនាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រំដែនជាំស្រុកអន្លង់វែងនៅតែបន្តយកលុយពីប្រជាពលរដ្ឋឆ្លងដែនចូលប្រទេសថៃបទបញ្ជារបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃដាច់ខាតមិនអោយយកលុយពីប្រជាពលរដ្ឋឆ្លងដែនទៅប្រទេសថៃនោះទេប៉ុន្តែគេរាយការណ៍ថានៅច្រកទ្វារអន្តរជាតិជាំក្នុងស្រុកអន្លង់វែងនៅតែបន្តជំរិតទារប្រាក់ពីប្រជាពលរដ្ឋឆ្លងដែនចេញចូលទៅប្រទេសថៃដដែលក្រឡែកបងមើលអាជ្ញាធរខេត្តឧត្តរមានជ័យឯនេះវិញហាក់ដូចជាព្យាយាមជួយបិទបាំងរឿងនេះបើទោះបីជាប្រជាពលរដ្ឋប្រតិកម្មយ៉ាងណាក៏ដោយជាងនេះទៅទៀតលោកមេប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជាំនៅតែមិនបង្ហាញមុខនៅកន្លែងធ្វើការលើកលែងតែមានមេដឹកនាំថ្នាក់ក្រសួងចុះទៅពិនិត្យម្ដងម្កាលប្រភពខ្សឹបថាលោកយូសុធិរិទ្ធនាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រំដែនជាំទំនងជាអាំងខ្នងក្រាស់មិនដែលមកធ្វើការទេលើកលែងតែពេលមានថ្នាក់ដឹកនាំក្រសួងចុះករណីមេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិជាំដែលមិនមកធ្វើការសោះឬយូរមកម្ដងនោះគួរតែដល់ពេលដែលរដ្ឋបាលខេត្តដោះដូរហើយឬនៅនោះគឺលោកយូសុធិរិទ្ធនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិជាំមានភាគរយតិចតួចបំផុតដែលបង្ហាញវត្តមាននៅក្នុងកន្លែងធ្វើការគេសួរថាតើទង្វើរបស់លោកយូសុធិរិទ្ធសមល្មមឲ្យលោកប៉ែនកុសលអភិបាលខេត្តឧត្តរមានជ័យក៏ដូចជាក្រសួងមហាផ្ទៃដោះដូរហើយឬនៅក្រៅតែពេលមិនមកធ្វើការគឺបណ្ដោយឲ្យបងប្អូនដែលមកធ្វើការជំនួសក្នុងតួនាទីជាអនុប្រធានអង្គើពុករលួយស្រេចតែនឹងចិត្តប្រភពបន្តថារហូតមកដល់ពេលនេះអង្គើពុករលួយគឺនៅតែដដែលបើទោះជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រមានយ៉ាងណាក៏ដោយក៏នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិជាំនៅតែបន្តយកប្រាក់ពីអ្នកធ្វើដំណើរខ្មែរឆ្លងកាត់ជារៀងរាល់ថ្ងៃដដែលក្រៅពីអ្នកធ្វើដំណើរដោយខ្លួនទទេក៏មានរថយន្តការដឹកទំនិញផ្សេងតាមរមាក់ក៏ត្រូវបង់ប្រាក់ដោយមិនលើកលែងនោះដែរនិយាយរួមទៅអ្វីគឺសុទ្ធតែលុយនៅពេលដែលគេធ្វើដំណើរដល់ច្រកព្រំដែនអន្តរជាតិជាំស្ថិតក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យប្រភពពីអាជីវករនិងឈ្មួញដឹកទំនិញអីវ៉ាន់ចាប់ហួយឆ្លងកាត់ច្រកព្រំដែនអន្តរជាតិជាំតាមរថយន្តសាំយ៉ុងមួយគ្រឿងត្រូវបង់ជាមន្ត្រីនគរបាលអន្តោប្រវេសន៍1លានរៀលជាកំហិតដោយមិនអាចតវ៉ាបានឡើយប្រភពបន្ថែមថាការបង់ប្រាក់នេះមិនមានវិក័យប័ត្រអ្វីនោះទេប៉ុន្តែជាការដឹងគុណដល់មន្ត្រីដែលបម្រើការនៅច្រកទ្វារព្រំដែនអន្តរជាតិជាំនោះដែលជួយសម្របសម្រួលឲ្យមានទំនិញចេញចូលសូម្បីតែប្រជាពលរដ្ឋរស់នៅជាប់ខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃប្រកបអាជីវកម្មអូររទេះដឹកផ្លែដូងផ្លែឈើឆ្លងកាត់ស្រែត្អូញត្អែដែរខណៈមន្ត្រីប៉ូលីសច្រកទ្វារអន្តរជាតិជាំយកសេវាថ្លៃពេកធ្វើឲ្យពួកគាត់រកស៊ីជួបផលលំបាកសល់កម្រៃតិចតួចពលរដ្ឋខ្សឹបថាមកដល់ពេលនេះរាល់ការបោះត្រាលើសិភៅឆ្លងដែនចេញចូលទឹកដីថៃតាមច្រកទ្វារព្រំដែនអន្តរជាតិជាំត្រូវបាននគរបាលអន្តោប្រវេសន៍តម្រូវឲ្យបង់ប្រាក់10000រៀលក្នុងមួយនាក់ជាកំណត់ប្រភពពីសមត្ថកិច្ចស្ថាប័នផ្សេងនៅច្រកទ្វារអន្តរជាតិជាំបានលើកឡើងថាពួកគាត់មិនដែលឃើញឬស្គាល់មុខលោកយូសុធិរិទ្ធមេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍នោះទេពលគឺមិនដែលឃើញនៅកន្លែងធ្វើការដោយទុកឲ្យស្ដីទីម្នាក់គឺលោកវរៈស្នេតូប៊ុនកុសលមើលការខុសត្រូវក្តាប់ការងាររួមចំណែកលោកយូសុធិរិទ្ធមេប៉ុស្តិ៍កុំថាឡើយគោរពម៉ោងរដ្ឋបាលសូម្បីតែកន្លែងធ្វើការមិនដែលជួបផងប្រភពខ្លះខ្សឹបថាលោកយូសុធិរិទ្ធមានខ្នងបង្ហាយធំណាស់ដូច្នេះគាត់មិនបាច់មកធ្វើការក៏បានដែរនាំមកជូនដោយហាងចែវិចលក់គ្រឿងកាឡៃ
កាបូបស្បែកជើងនិងនាឡិកាដៃគ្រប់ប្រភេទបើអស់លោកលោកស្រីអ្នកនាងកញ្ញាចាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ089 74 00 46 096 85 28 883 ឬក៏ទៅដល់ទីតាំងផ្ទាល់ដែលមានអាសយដ្ឋាននៅផ្សារអូអំបិលក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យនាំមកជូនដោយទឹកពិសាប្រសុទ្ធ CPHN ជាទឹកប្រសុទ្ធមានរសជាតិឆ្ងាញ់ត្រជាក់ចូលចិត្តដិតអារម្មណ៍ជាកម្មសិទ្ធិរបស់សហគ្រាស CPHN មានដាក់លក់ទូទាំង25រាជធានីខេត្តហើយបើឲ្យលោកស្រីអ្នកនាងកញ្ញាមានចំណាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ012 90 39 22 086 21 26 71 តើលោកអ្នកកំពុងតែស្វែងរកសាលាដែលប្រកបដោយគុណភាពដើម្បីទៅធ្វើការនៅប្រទេសកូរ៉េមែនទេគ្មានលទ្ធភាពបង់ថ្លៃសាលាចំណាយលើកន្លែងស្នាក់នៅចំណាយសម្បត្តិយន្តហោះនិងចំណាយលើឯកសារផ្សេងៗមែនឬទេសូមបងប្អូនអស់បារម្ភសាលាបណ្ដុះបណ្ដាលភាសាកូរ៉េវិសាលភាពអាចសម្រេចក្តីសុបិនជូនលោកអ្នកបានសាលាមានគ្រូជំនាញនិងបទពិសោធន៍ច្រើនឆ្នាំសិក្សារយៈពេលខ្លីឆាប់ចេះឆាប់យល់ធានាប្រឡងជាប់ 100% លោកអ្នកទទួលបានកញ្ចប់ការចំណាយទាំងស្រុងកន្លែងស្នាក់នៅសម្ភារៈសិក្សានិងការបណ្ដុះបណ្ដាលពេញម៉ោងរហូតបានប្រឡងជាប់និងបានទៅធ្វើការនៅប្រទេសកូរ៉េរៀនរហូតប្រឡងជាប់មិនកំណត់រយៈពេលសូមតាក់ទងមកសាលាវិសាលភាពទាំង3សាខាឥឡូវនេះ